ពួកគាត់គ្រាន់តែចង់ការពារសាសនាអ៊ីស្លាមតើមានអីខុសហេតុអីបានអារ៉ាប៊ីសាអូឌីតមិនទៅជួយផងហេតុអីបានអារ៉ាប៊ីសាអូឌីតសំងំយកសពតែខ្លួនឯងអញ្ចឹងកន្លែងនេះខ្ញុំសូមបញ្ជាក់ថានៅលើសកលលោកត្រូវដឹងថាប្រទេសដែលមហាអំណាចមិនមែនជាប្រទេសអារ៉ាប៊ីសាអូឌីតទេយើងត្រូវដឹងច្បាស់ហើយមួយទៀតប្រទេសមហាអំណាចទាំងអស់នោះមានកលសម្ព័ន្ធជាច្រើនដែលសិតសឹងតែជាកលសម្ព័ន្ធដែលមហាអំណាចដូច្នេះបើសិនជាពួកយើងតែងតែគិតខ្លីគិតងាយៗថាចង់ឲ្យអារ៉ាប៊ីសាអូឌីតយើងគិតថាអារ៉ាប៊ីសាអូឌីតខ្លាំងណាស់យើងចង់ឲ្យអារ៉ាប៊ីសាអូឌីតចូលរួមដែរអញ្ចឹងបើសិនជាអារ៉ាប៊ីសាអូឌីតចូលរួមដែរតើនឹងមានអ្វីកើតឡើងខណៈពេលដែលប្រទេសមហាអំណាចទាំងអស់នោះគឺជាប្រទេសមហាអំណាចហើយខាងសភាវុធជាដើមហើយពួកគេមានកលសម្ព័ន្ធយ៉ាងច្រើនទៅទៀតអញ្ចឹងសំណួរសួរថាបើសិនជាឲ្យអារ៉ាប៊ីសាអូឌីតធ្វើសង្គ្រាមដែរបញ្ឆេះសង្គ្រាមដែរតើនឹងមានអ្វីកើតឡើងតើអ៊ីស្លាមនឹងរស់បានយូរប៉ុណ្ណាខណៈពេលដែលអ៊ីស្លាមយើងមិនមែនជាប្រទេសមហាអំណាចទេហើយមានប្រទេសជាច្រើនដែលចង់កំទេចទៅលើអារ៉ាប៊ីសាអូឌីតគេចាំតែរកហេតុផលណាមួយដើម្បីកំទេចអារ៉ាប៊ីសាអូឌីតទេបើអារ៉ាប៊ីសាអូឌីតងើបតែបន្តិចតើពួកគេទាំងអស់នោះនឹងយកហេតុផលបន្តិចបន្តួចនោះដាក់កំហុសទៅលើអារ៉ាប៊ីសាអូឌីតហើយពួកគេនឹងចឹងនិយាយថាវាយប្រហារទៅលើអារ៉ាប៊ីសាអូឌីតយ៉ាងណាដោយទាំងប្រទេសអ៊ីស្លាមមួយចំនួនផងដែរនោះក៏ចង់វាយប្រហារទៅលើអារ៉ាប៊ីសាអូឌីតដែរអញ្ចឹងរួមទាំងប្រទេសអ៊ីស្លាមមួយចំនួនបូកជាមួយនឹងប្រទេសមហាអំណាចមួយចំនួនទៀតថាអារ៉ាប៊ីសាអូឌីតនឹងទៅជាយ៉ាងណានេះគឺជាការយល់ឃើញមតិយោបល់របស់ខ្ញុំទេបើសិនជាបងប្អូនគិតថាមិនគិតដូចខ្ញុំទេគិតថាអារ៉ាប៊ីសាអូឌីតគឺជាមហាអំណាចហើយដាក់ទៅមានបណ្ណាមកហ៊ានកោជាមួយអារ៉ាប៊ីសាអូឌីតទេនោះជាការយល់ឃើញរបស់បងប្អូនទេប៉ុន្តែជាការយល់ឃើញរបស់ខ្ញុំអារ៉ាប៊ីសាអូឌីតមិនមែនជាប្រទេសមហាអំណាចទៅលើលោកទេណាបើសិនជាអារ៉ាប៊ីសាអូឌីតมันមានការគិតវែងឆ្ងាយมันមានការគិតកិច្ចការធំសម្រាប់អ៊ីស្លាមទូទៅសម្រាប់ពិភពលោកទេតើអ៊ីស្លាមនឹងទៅជាយ៉ាងណានេះគឺជាហេតុផលមួយចំនួនដែលយើងគួរតែលើកទឹកចិត្តគាំទ្រទៅលើអារ៉ាប៊ីសាអូឌីតដែលជាទឹកដីកំណើតរបស់នប៊ីយើងមហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសល្លាមហើយចូលកំផ្ដល់ភាពអយុត្តិធម៌ទៅដល់ដែនដីមួយនេះចូលផ្ដល់យុត្តិធម៌សម្រាប់ដែនដីមួយនេះឲ្យបានយុត្តិធម៌បំផុត